ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះម៉ូលីហើយដោយដែលអ្នកទាំងអស់គ្នាដឹងអញ្ចឹងខ្ញុំធ្លាប់បង្កើតនៅមាតិកាអប់រំហើយក៏និយាយតាក់ទងជាមួយនឹងការសិក្សាក៏ដូចជាការងារបន្ទាប់ពីការអាក់ខានរយៈពេលយូរដែរខ្ញុំក៏ចាប់ផ្ដើមជាថ្មីប៉ុន្តែគាត់ថាចេះកាលពីមុនគឺខ្ញុំសម្ភាសតែម្នាក់ឯងនេះប៉ុន្តែដោយសារតាវាយើងមើលទៅវាអត់សូវជា nature អញ្ចឹងទៅក៏ប្រមូលមិត្តភ័ក្តិមកបងជួយសម្ភាសគ្នាអញ្ចឹងសូមឲ្យមិត្តភ័ក្តិខ្ញុំណែនាំខ្លួនហ្មងបាទអរគុណមួយលីដែលបានប្រើនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជំរាបសួរជាពិសេសយុវជនដែលកំពុងតែមើលវីដេអូតាក់ទងនឹងកម្មវិធីគេការសិក្សានិងការងារកម្មវិធីអីគេការសិក្សានិងការងារអូខេហ្នឹងហើយនិយាយរួមគាត់ហៅយកមកចកាចកើមកអញ្ចឹងទៅយើងណាស់ហើយជួយមិត្តភ័ក្តិទាំងពេញចិត្តទៅអត់ចាហ្នឹងហើយឥឡូវយើងមកកាន់វាក្បិនរបស់យើងហ្មងនិយាយទៅការបើកទំព័រដំបូងចាថ្មីកាលមុនធ្លាប់បើកហើយតែឥឡូវបើកភាសាទៀតហ្នឹងគឺបានអញ្ជើញអូនមកអញ្ចឹងសូមអូនជួយណែនាំខ្លួនតិចទៅអញ្ចឹងជាបងសូមជំរាបសួរដល់អ្នកទាំងអស់គ្នាគឺជាបងទាំងពីរខ្ញុំឈ្មោះថេសុខេងសប្តាហ៍ថ្ងៃជានិស្សិតឆ្នាំទី4ដែលកំពុងសិក្សាមុខជំនាញ fintech ដែលបងឆ្ងល់ថាអីគេអាកូនកាត់ IT លេខធនាគារហ្នឹងអញ្ចឹងហើយខ្ញុំកំពុងរៀនឆ្នាំទី4នៅសាកលវិទ្យាល័យ AC ដែរអញ្ចឹងថ្ងៃហ្នឹងនឹងត្រៀមខ្លួនចាំឲ្យបងសួរថាតើវាមិនថារៀនអានឹងមិនមានមុខជាខ្លះនឹងខ្ញុំត្រៀមខ្លួនចាំឆ្លើយរបស់បងទាំងពីរមែនតើ fintech ខ្ញុំមកដែរលឺនិយាយមែនដូចគ្នាចង់និយាយថាអញ្ចឹងខ្ញុំក៏រៀនរបៀបថាភ្ញាក់ផ្អើលដែរហើយក៏ឆ្ងល់មែនតើអញ្ចឹងទៅក៏អញ្ជើញគាត់មកមុនគេហើយគាត់របៀបថាតនេក៏ឆ្លៀតពេលឲ្យតែម្ដងឥឡូវសូមអូនជួយណែនាំតិចទៅហ្នឹងហើយដំបូងឡើយខ្ញុំខ្លួនឯងហ្នឹងគាត់ដឹងថា fintech ហ្នឹងឯងគេដែរតែដែលការនោះខ្ញុំអស់សាលារៀនព្រោះខ្ញុំចង់រៀន IT នៅភូមិភ្នំពេញតែដល់ពេលទៅដាក់ពាក្យអត់ទាន់ក៏ទៅសួរសិស្សច្បងថាបងតើសាលាណាដែលរៀន IT ទៀតគាត់បានណែនាំសាលាឲ្យរៀននៅ CTech តែខ្ញុំទៅសួរ CTech អស់ពាក្យទៀតដល់ពេលអញ្ចឹងគាត់ប្រាប់ថានៅ ACDA មាន3ជំនាញដែលតាក់ទងនឹង IT ទី1គឺ Computer Science ដែល Computer Science មានវិទ្យាសាស្ត្រ Computer ដែលភាគច្រើននៅគ្រប់សាលាគេរៀនអាហ្នឹង IT រៀន Computer Science ហ្នឹងហើយទី2មាន Business IT ដែល Business បូកជាមួយនឹង IT ហើយទី3គឺ Fintech ហ្នឹងមកគឺ Financial Technology ដែលវាមកពី Finance បូកជាមួយនឹង Technology ហើយបើខ្មែរយើងគេហៅបច្ចេកវិទ្យាហិរញ្ញវត្ថុហើយខ្ញុំក៏ឆ្ងល់សួរគាត់ទៀតថាអាហ្នឹងគេនេះគេបងអា Fintech ហើយនឹង Business IT ព្រោះកាលនោះខ្ញុំវាប្រឡងធ្លាក់កណិតដែរពេលអញ្ចឹងគិតថាបើទៅ IT ចំអា Computer Science ហ្នឹងខ្ញុំខ្លាចរៀនអត់ទាន់គេខ្ញុំខ្លាចថាឥឡូវវាពិបាកព្រោះវាទៅ Computer ចំពេកអញ្ចឹងសួរគាត់ទៅជីកសួរគាត់រឿង Business IT និង Fintech ហ្នឹងព្រោះហ្នឹងគេរៀននេះគេហើយគាត់ក៏បានប្រាប់មកថាអាហ្នឹងគឺរៀន IT ផងហើយរៀន Business លាយជាមួយនឹងពួក Finance ដែរផងអញ្ចឹងវារៀងស្រាលជាងក៏IT មែនតើអា Computer Science ហ្នឹងពេលនោះខ្ញុំក៏ឆ្ងល់ទៀតចូល IT មែនតើ IT លេងវិញតែគាត់ក៏ប្រាប់មកថាបើសិនជាចូលចិត្ត Business ផងហើយចូលចិត្តខាងបច្ចេកវិទ្យាផងអាចគិតលើអាពីរជំនាញហ្នឹងគឺ Fintech ហើយនិង Business IT ហ្នឹងហើយខ្ញុំក៏បានទៅស៊ើបសួរដល់សាលាទៅសាលាក៏មាន2ជំនាញហ្នឹងដែលតនេមែនតែអាជំនាញ Business IT នោះវាអត់ចំពេលដែលខ្ញុំតនេតែ Fintech ក៏ចំពេលខ្ញុំតនេហើយខ្ញុំក៏បានសាកល្បងរៀន Fintech ហ្នឹងតាមតងទៅហើយពេលដែលរៀនទៅបានដឹងថាវាកូនកាត់មែនវាប្រៀបដូចជា IT កូនកាត់ជាមួយនឹងធនាគារអញ្ចឹងគឺរៀនសឹងថាចង់សាហាវជាង IT មែនតើខ្ញុំគិតថា IT មែនតើបាទគិតថា IT មែនតើវាកណិតច្រើនពេកខ្លាចរៀនអត់ដល់តែពេលរត់ទៅរៀនអា Fintech នេះមកឲ្យរៀនធនាគារផងហើយមករៀន IT វិញទៀតដល់ពេលអញ្ចឹងចង់លើសដើមហីអូចង់មក for skill នេះធម្មតាចង់លើសដើមចង់ជាងវាបើទៅរៀន IT ចង់ហ្មងគិតតែរៀន IT វាជាអីដល់ពេលមករៀនហីទាំង IT ហើយធនាគារហើយមាន Finance មានអីលេខក្នុងនឹងច្រើនទៀតមកសួរដូចឆោតអានេះសួរអាចថាអាចផ្លូវកាត់ហ្នឹងណាមួយលីណាអធិស្ឋានផងទៀតអានោះសិនរៀនចប់ទៅយើងអាចថាលើលោកគ្រូអ្នកគ្រូឬក៏អ្នកណាឲ្យបោះសិស្សច្បងឲ្យគាត់ធ្លាប់ប្រាប់ថាយើងចេញទៅយើងធ្វើការងារច្រើនទៅលើផ្នែកខាងណាដែលស្ថាប័នណាបាទបើខ្ញុំធ្លាប់សួរគាត់ដែរហើយគេក៏មានអាតារាងតម្រង់ទិសដៅយើងថាពេលរៀនចប់ហ្នឹងក៏គេធ្វើអីដែរដោយសារតែយើងរៀនច្រើនក្នុងហ្នឹងប៉ុន្តែចំពោះអីដែលត្រូវបដោតទៅខ្លាំងមែនទេគឺ core banking ខាងធនាគារ
គឺបុគ្គលិកខែអភិវឌ្ឍកម្មវិធីឬក៏អីដែលតាក់ទងនឹងបច្ចេកវិទ្យាក្នុងធនាគារដូចឥឡូវដែលយើងបានឃើញ AB និង AC ដើមប្រកួតជ័យគ្នាលើ mobile banking scan QR ទៅមកអញ្ចឹងគឺថាពួកយើងអ្នកដែលរៀន fintech ឬក៏ IT ហ្នឹងអាចមានភារកិច្ចខ្ពស់ទៅខាងនឹងច្រើនដោយសារតែយើងគឺជាអ្នកប្រព័ន្ធដែលអ្នកសរសេរកូដអភិវឌ្ឍកម្មវិធីបាទប៉ុន្តែជាក់ស្ដែងនៅពេលដែលយើងរៀនវាអាស្រ័យលើចំណងនៅចិត្តរបស់យើងដោយសារយើងរៀនច្រើនយើងអាចបដោតទៅចំណុចណាសំខាន់មួយទៅក្នុងហ្នឹងដូចដែលខ្ញុំបានលើកឡើងយើងរៀនច្រើនយើងរៀន finance ក៏យើងរៀន banking ក៏យើងរៀនហើយយើងរៀន IT ហ្នឹងយើងមានខាងផ្នែកសរសេរ website យើងសរសេរកូដបង្កើតទៅជា website ហើយយើងក៏មានខាងសរសេរកូដបង្កើតទៅជា mobile app ដែរអញ្ចឹងវាមានច្រើនអញ្ចឹងអាស្រ័យទៅលើចំណងនៅចិត្តរបស់យើងប៉ុន្តែអ្វីដែលសាលានិងសាលាក៏ដូចជាខុសនឹងដែលតម្រូវមកគឺភាគច្រើនគឺខាង core banking តាក់ទងទៅនឹងពពួកសរសេរកូដបង្កើត app បង្កើត website អីអស់ហ្នឹងអូនេះបើតាមមកកាត់នៃយល់ពីអនឡាញលើកឡើងមកហ្នឹងវាលក្ខណៈថាបែបវា IT ប៉ុន្តែគឺបដោតទៅជាមួយនឹងធនាគារច្រើនបច្ចេកទេសការងារមួយធនាគារហ្នឹងអូចឹងមួយយ៉ាងដែរព្រោះចេះតែអាហ្នឹងមែនតើបងស្ដាប់អនឡាញនិយាយមើលទៅបើសិនចូលអ្នក IT ទូទៅខ្លះជួនកាលគាត់លក្ខណៈទូទៅវាអាចនឹងគាត់ចេះដែរប៉ុន្តែវាចេះអត់ដូចអ្នកដែលមករៀនផ្នែកខាងជាមួយនឹងធនាគារច្រើនទេអូចំពោះចំណុចហ្នឹងខ្ញុំធ្លាប់សួរគ្រូហើយគ្រូគាត់សបប្រាប់ថាដោយសារតែបើសិនជាយើងរៀន IT សុទ្ធតែនៅពេលដែលយើង IT សុទ្ធយើងចេះតែសរសេរកូដតែយើងអត់ចេះ communication ជាមួយនឹងមនុស្សអញ្ចឹងបានគេមានអាមុខជាទាំងឡើងដែលដាក់ fintech ដាក់ finance ទៅយើងមាន basic concept ទាំងអស់ដែលតាក់ទងទៅនឹងធនាគារយើងដឹងមុនហើយដល់ពេលអញ្ចឹងដល់ពេលយើង communication ជាមួយទៅខាងអ្នកដែលធនាគារដើម្បីអភិវឌ្ឍអីមួយវាស្រួលនិយាយគ្នាត្រង់ថាយើងយល់ពី concept របស់ធនាគារចង់បានអីហើយវា process មិនអញ្ចឹងយើងដឹងអត់អញ្ចឹងវាស្រួលនិយាយគ្នាហើយធ្វើការងារកាន់តែលឿនជាងយើងទៅ IT ធម្មតាយើងរៀនតែ IT សុទ្ធសរសេរកូដសុទ្ធតែយើងអត់មានវាថា concept គឺចំណេះដឹងតាក់ទងតាមធនាគារវាយ៉ាប់នៅក្នុងការអភិវឌ្ឍកម្មវិធីអញ្ចឹងបានធនាគារបង្កើតអាហ្នឹងមកវាមួយយ៉ាងដែលឲ្យយើងអាចងាយស្រួលក្នុងការតំណែងជាមួយនឹងខាងធនាគារតែម្ដងអូតែខ្ញុំអារម្មណ៍មួយចង់និយាយថាចេះពេលហៅចង់មកណាទៅពេលមកបានសួរចង់និយាយចេះខ្ញុំពងចង់ភ័យមួយលាឈឺពោះណាអត់អីឃើញមិញកាន់ដៃដល់ពួយខ្ញុំចេះបារម្ភអត់អីឈឺពោះអញ្ចឹងណាអត់អីអញ្ចឹងអត់អីហ្នឹងហើយហើយអញ្ចឹងមិនថាអញ្ចឹងបងប្អូនដែលគាត់ដូចថាខាងធនាគារឆ្លាញ់ខាងវិស័យធនាគារពលរដ្ឋធនាគារច្រើនហើយបច្ចេកវិទ្យាឥឡូវក៏កំពុងតែជឿនលឿនច្រើនអ្វីក៏ដោយឥឡូវត្រូវការ IT មិនថាការងារខាងធនាគារសូម្បីការងាររដ្ឋបាលការងារបរិញ្ញាការងារអីហ្នឹងសូម្បីគ្រូសតវត្សទី21ហ្នឹងក៏ត្រូវការចេះអញ្ចឹងដែរព្រោះយើងអត់វាបានទេអញ្ចឹងបងយល់ឯកន្លែងចំណុចហ្នឹងអញ្ចឹងមួយលីចង់មានអីសួរគាត់ខ្ញុំកុំឲ្យកាត់មុខកាត់មាត់មួយលីឯងច្រើនទេចង់និយាយថាចេះឲ្យពេលដែលស្ដាប់ទៅក៏នឹកឃើញហើយក៏រៀងពេលដែលគាត់និយាយថាចេះពេលដែលយើងរៀនចូលគ្នាចឹងទៅយើងងាយ communication អញ្ចឹងណាក៏នឹកឃើញថាអ្នក IT បើរៀន IT សុទ្ធពីច្រើនថាអត់សូវចេះនិយាយតែពេលដែលអ្នក IT លាយចេះទៅមើលទៅអូនដូចជាបកាយនិយាយដែរចឹងថាគេមានការកែប្រែឬក៏ចង់និយាយថាអានឹងធ្វើរៀនទៅមិនយើងមិនត្រឹមតែចេះសរសេរកូដទេមិនតែបន្ថែមនៅតំណែងឲ្យចេះនិយាយចេះភាសាតាក់ទងជាមួយនឹងអ្នកផ្សេងទៀតអត់ជាមួយនឹងការងារចឹងហ្នឹងហើយដោយសារតែភាគច្រើនទៅណាក៏គេនិយាយដែរ IT introvert និយាយជាមួយកុំព្យូទ័រនៅមួយកុំព្យូទ័រច្រើនជាងនៅមួយមនុស្សតែដល់ពេលសាកទៅរៀនមុខវិជ្ជាដែលរៀបកូនកាត់អញ្ចឹងមាន business IT ក៏ fintech ហ្នឹងវាមានមុខវិជ្ជា snow មួយហ្មងគេដាក់communication of អីខ្ញុំភ្លេចបាត់ហើយតែមានមុខវិជ្ជានឹងមួយដែលរៀនតាក់ទងនឹង communication របៀបប្រស័យតាក់ទងជាមួយនឹងនឹងហើយមាន entrepreneurship ភាពជាសហគ្រិនហើយធ្វើមានដូចជាមុខមានខុសមួយគេនិយាយពីទីផ្សារល្បីអញ្ចឹងវាខ្លាយអារម្មណ៍មួយដែរដែលពួកយើងអង្គុយតែសរសេរកូដកាត់តវីដេអូអីនៅលើកុំព្យូទ័រទៅរៀនផ្នែកទីផ្សារទៅចូល survey គេសួរថាទីផ្សារមិនហើយទៅរៀន entrepreneurship ផលិតផលនិយាយច្រើនមែនតើនៅក្នុងឆុំមានខ្លះស្ទើរតែនិយាយរហូតអត់សូវបានសរសេរកូដក៏មានដែរតែរៀន IT ចេះបងចង់ដឹងថាបើពេលដែលយើងនិយាយទៅអាចនឹងមានបងប្អូនមួយចំនួនគាត់កំពុងមើលគាត់អាចថាចុះបើសិនជាគាត់ចាប់អារម្មណ៍មុខវិជ្ជាហ្នឹងមុខជំនាញហ្នឹងគាត់ត្រូវបំពន់នៅមុខវិជ្ជាអីដែលគាត់រៀននៅវិទ្យាល័យឬក៏គាត់គួរតែមានគេខ្លះដើម្បីត្រៀមសម្រាប់រៀននៅមុខជំនាញដូចអូនអញ្ចឹង
បើតាមអីដែលខ្ញុំកំពុងរៀនរាល់ថ្ងៃខ្ញុំបានឆ្លងកាត់ខ្ញុំគិតថាពួកបងប្អូនដែលកំពុងរៀនជាឡៃទី1ដូចតែគេលើកឡើង IT ទៅការគណិតវិទ្យាអញ្ចឹងយើងអាចបំពន់គណិតវិទ្យាខ្លាំងព្រោះបើសិនជាយើងរត់ទៅ IT ចំតែហ្មងគណិតវិទ្យាគឺត្រូវការខ្លាំងវាមានដល់ពពួកដូចជា machine learning AI អីវាត្រូវការគណិតវិទ្យាខ្លាំងដើម្បីទៅពពកម៉ាស៊ីននឹងឲ្យវាដំណើរការបានហើយទៅសេកូដទៀតសោតពេលខ្លះប្រមូលអីក៏យើងត្រូវការតាក់ទងទៅនឹងគណិតវិទ្យាហើយអីមួយទៀតដែលយើងអាចបំភ្លេចចោលបានគឺភាសាអង់គ្លេសទទួលស្គាល់ថាយើងអនភាសាអង់គ្លេសយើងអាចទៅរៀនកើតប៉ុន្តែវាយ៉ាប់ដោយសារតែគ្រប់ឯកសារគ្រប់វីដេអូស្រាវជ្រាវគឺត្រូវការភាសាអង់គ្លេសដើម្បីទៅស្វែងរកសារខ្លួនឯងពេលច្រើនគឺដឹងតែភាសាអង់គ្លេសបើសិនយើងទៅមើលវីដេអូបរទេសដែលគេបរៀនតាម course online អីក៏អត់មានខ្មែរដែលមានភាសាច្រើនជាអង់គ្លេសទោះបីខ្មែរយើងក៏ខំធ្វើច្រើនប៉ុន្តែបើសិនយើងចង់ self study ខ្លួនឯងគឺត្រូវការភាសាអង់គ្លេសអញ្ចឹងគួរតែបំពន់ភាសាអង់គ្លេសខ្លាំងហើយគណិតក៏ដូចជាតំណែងតំណងនិងរបៀបរៀនឲ្យបានត្រឹមត្រូវខ្ញុំគិតថាសាកលអាចបងប្អូនអាចមានន័យថាអាចទៅរួចជាមួយគេជាមួយឯងបានតែអង់គ្លេសកុំភ្លេចភាសាអង់គ្លេសចាំមិនតែឯកសារខ្មែរសើមានអញ្ចឹងពេលឯងរៀនចដល់ហើយបាទខ្ញុំឃើញមានច្រើនដែរបងប៉ុន្តែគាត់ថាបើសិនជាចង់ឲ្យសិក្សា IC ទៅគឺត្រូវតែភាសាអង់គ្លេសនឹងតែម្ដងជាពិសេសតាក់ទងនឹង coding យើងអាចទៅសេកូដភាសាខ្មែរបានយើងសេកូដភាសាអង់គ្លេសដែរបាទយល់កន្លែងហ្នឹងចង់និយាយគណិតវិទ្យាកម្រិតណាដែរវាតើតើវាធម្មតាវាមានឥឡូវនិយាយឲ្យស្រួលស្ដាប់វាមាន3កម្រិតចុះមូលដ្ឋានមុំឬក៏បងគូឬក៏ខ្លាំងនិយាយឲ្យស្មោះត្រង់ទៅមិនបាច់ខ្លាំងពេកបងប្អូនខ្ញុំក៏ធ្លាក់គណិតដែរខ្ញុំរៀននេះហ្នឹងការខ្ញុំឡងបាក់ដប់ក៏ខ្ញុំធ្លាក់គណិតដែរអញ្ចឹងវាមិនដល់ថ្នាក់យើងទៅដោះស្រាយខ្សែកោណ derivative limit អីដល់នោះទេសួរអត់ចឹងខ្លាចពូគាត់ជួនកាលគាត់ខ្សោយហ្នឹងពេលគាត់ជួនកាលគាត់ចេះខ្លាចដែរតែគាត់លឺតែបឹងគណិតតា forget it ដូចចប់វាកូនខ្លះគេគាត់តែឲ្យយើងដោះស្រាយសម័យកាលដូចយើងសរសេរលេខធម្មតាដើម្បីយើងសរសេរកូដដើម្បីទៅដោះស្រាយកើតកាសូអីអាហ្នឹងបានពួកយើងត្រូវការគណិតវិទ្យាដើម្បីទៅដោះស្រាយពួកហ្នឹងតែបើសិនជាយើងហក់លោតទៅដល់ពួក machine learning ឬក៏អីផ្សេងអាហ្នឹងយើងត្រូវការគណិតវិទ្យាទៅតាមជាក់ស្ដែងនៃបែបការឧទាហរណ៍ថាបើពួកខ្ញុំបើសិនជាបង្កើត app មួយដែលតាក់ទងទៅនឹងការបូកលេខដកលេខអញ្ចឹងយើងគ្រាន់តែចេះរូបមន្តបូកដកលេខធម្មតាដើម្បីទៅសេកូដបញ្ជាកូដនឹងថានៅពេលដែលចុចបូកលេខទៅស្មើប្រមាណតាមវិធីដែលគេនេះអញ្ចឹងវាគ្រាន់តែជាគណិតវិទ្យា basic មិនចាំបាច់ចេះដល់ទៅ limit derivative មិនថាមករៀនIT ពួកយើងគ្រាន់តែចេះ basic function ហ្នឹងក៏យើងអាចរៀន IT បានដែរអញ្ចឹងបងប្អូនមិនបាច់ភ័យណាអញ្ចឹងយើងចេះគណិតមុំរៀនតែបើថាចង់រៀននៅបកាហ្នឹងក៏បានអត់ខ្វល់តែសម្រាប់អ្នកដែលគាត់ទៅថាខ្ញុំចេះដែរចេះមុំតិចរៀនកើតទៅឥឡូវបានស្ដាប់សិស្សបងយើងនិយាយអីចឹងមិនភ័យទេហើយបងបន្ថែមទៀតទៅអញ្ចឹងមើលមិនមានគណិតហើយមានអង់គ្លេសណាអត់មានផ្សេងពីហ្នឹងទៀតទេណាអាហ្នឹងអាស្រ័យលើពួកគាត់ខ្លួនឯងបើរៀនវានិយាយទៅបើយើងខំបង្រៀនគ្រប់មុខវាល្អគេមានរឿងនីតិដែលពេលដែលចូលទៅគេមានសុំមើលនីតិការខ្លាំងអីគាត់និយាយចឹងខ្ញុំនឹកឃើញការដែលខ្ញុំទៅដាក់ពាក្យហ្នឹងគេរើសទី1គណិតហើយគេមានប្រឡងដូចជារូបគីមីដែរពេលច្រើនពួកផ្នែកវិទ្យាសាស្ត្រគេមានប្រឡងដើម្បីចូលដែរបាទប្រឡងអូចានេះសម្រាប់អ្នកវិទ្យាសាស្ត្រពិតប្រហែលត្រូវបាទអ្នកវិទ្យាសាស្ត្រពិតអាចត្រូវច្រើនជាងអ្នកសង្គមតែអ្នកសង្គមក៏កុំអត់ទៅចិត្តបើសិនជាចង់រៀនតែអាចអូខេបានរៀនបានប៉ុន្តែគ្រាន់បើយើងវាចង់គោលហ្មងគឺនេះណាវិទ្យាសាស្ត្រពិតបើវាពាក់ព័ន្ធវិទ្យាសាស្ត្រពិតច្រើនអូនមិនថាគណិតប្រឡងធ្លាក់តែយ៉ាងណាគេឲ្យប្រឡងបានបាទកាលខ្ញុំប្រឡងចូលដែរវាប្រកាសទេធ្លាក់នៅបាក់ឌុបជួនកាលមកពីវាចេញវិទ្យាយើងចេះ9អញ្ចឹងវាចំអា1អញ្ចឹងទៅវាអញ្ចឹងណាអាហ្នឹងតែដល់ពេលមកប្រឡងណាគេចេញមកចំអា9ដែលយើងចេះអា1នឹងវាអត់ចេញមកអូខេអញ្ចឹងក៏ចង់សួរថាចេះដោយសារតាសាលាខ្លះគឺពេលដែលរៀនជំនាញហ្នឹងត្រូវរៀនត្រៀមមួយឆ្នាំមុនអីអញ្ចឹងទៅប៉ុន្តែនេះចុងភ្លាមរៀនឆ្នាំទី1ភ្លាមទៅអត់ដូចឆ្នាំទី4ទេណាបាទសល់ប៉ុន្មានមកឈមមានទៀតទេសល់បែរមកឈមមានកន្លះណាចិត្តចប់អញ្ចឹងគេចិត្តចប់អញ្ចឹងបើសាលាផ្សេងខ្ញុំមិនដឹងតែបើការ AC វាមានមុខវិជ្ជាដែលតម្រូវរៀនដែរឧទាហរណ៍កុំព្យូទ័ររដ្ឋបាលរៀន Microsoft Word Excel PowerPoint ហ្នឹងត្រូវរៀនមុនចូលទៅដល់ឆ្នាំទី1ហើយមានភាសាអង់គ្លេសដែរ
chắc là nhận là học sơ và cái bị sao lễ từ đó nó có miền bị sao lễ là vậy bọn pon muốn cho từ điền làm cho nam tìm mùi để hai năng miền cái này chia để tiện tôn từ năng khang từ nia kia cha đôi cao bạ sầm mát tiện tôn từ năng phía dưới vậy vì từ nia kia gì lùi tại vì chắc là năng miền và điền bay một nắng đã nhom chấm cả đã nhom cho mua cho hiện ở AC đá chứ bay một nắng là thời hiện cho và nắng màn dương là từ hiện nam tìm mùi cái hàng bridging khó muốn làm đó nam tìm mùi chứ dùng một con của công tới cái ao dương sạc score hay Microsoft Word Excel lấy cho ngày đó ban riêng của Outlook công tới muốn hạt màu anh đang để sao tập về là nam tìm mùi tới dương miền thử slide bọn hàng chân trong nó miền PowerPoint về điện hay dương miền ai cái sao trong con sao chiều về Outlook cũ dương miền Microsoft Word được có Excel lấy dương cho con ai sáng chân dương hiện vì về trên con áo để sửa là về nam tìm mùi về để thời ca thừa ở ngồi lúc cũ này cũ chân dương miền off dương sửa như thế mình tên là computer nó hướng đi sách rồi tao bao tutor nó cứ thời tầm miễn là nó PowerPoint hay nó Word hay nó Excel nó cứ từ trên tới là nó chỉ mua được tham mua mình sách đó nè tại ai thao bà chia về thằng miền ai chừng năng tiết toàn computer của mình ai thi công cát nó mình chẳng vì ai thằng miền ai lướt về bay để như vậy mình năng hay năng ngày có xu và to về để cho năm tí mũi để xa ta bom có thuộc ban xu hay có đăng cho ra là tệ tông chỉ muốn là riêng cho năm tí mũi về chỗ kia riêng một tháng cưng về khác riêng đọc thì sáng mai riêng anh nám chỉ xây nhau còn tay cho ta đo nó và hai chỉ cho tới anh vậy cho một cái chia nâng tầm món mà thở rồi được cái gì và hai năm một tháng cứ tranh máu nhóm về khác nhưng sau lại cả những miền năm một tháng những miền phía xã hiện phía xã mai cái đang riêng cái hai phía xa không ai mấy dương riêng pi là việc riêng bảo pin pi riêng pi sầm ai vào đây vào bó riêng dễ riêng thom ra chứ nhưng cho những người này thí mà hiện không ai ta về này bà ta về sang sau một tháng rồi cái trong tổng đoàn tư dương tha cái dương chập trai mới thời gian từ nào buổi ta nó có kiên đi IT mình tích đấy cái đi bè sạch IT mua son mua chợ tôi năng cái riêng thằng công tơ mình cái hai thằng công tơ cường không viên miền ấy khác một nghiêng bệnh mấy cái miền riêng này nó sang thì mùi nè to tầm một tiết mà cái chập đầu vậy đó nam thì mỗi cái riêng bây giờ anh ta bây giờ đúng không riêng phía sau mà riêng cẩn nứt riêng IT tình tôi hỏi riêng accounting cho nó cho lên